ដល់ថ្ងៃធ្វើទ្រង់មន់ភាពបញ្ចប់ហើយអាចទុកបានទេកុំឲ្យបងប្អូនរងចាំយូរថាទ្រង់មន់ធ្វើហើយនៅពេលណាបានហើយរូបរាងវាម៉េចចង់ឃើញរូបរាងពិតប្រាកដទ្រង់មន់នេះខ្ញុំធ្វើតាមជាក់ស្ដែងប្រើអាស័យផងឈើផងហើយនៅមានសំណាញ់ឧបករណ៍ដែលខ្ញុំប្រើគឺម៉ាស៊ីនទាំងអស់មានម៉ាស៊ីនបាញ់កប់ដៃគោលហើយរណាអាហ្នឹងគឺម៉ាស៊ីនអញ្ចឹងហើយបើខ្ញុំថាបងប្អូនស្រីក៏អាចធ្វើដោយខ្លួនឯងបានដែរសម្រាប់ទ្រង់មន់នេះដែរខ្ញុំយកអាស័យធ្វើបាតហើយនឹងជាទម្រត្រពីលើបន្ទាប់មកបានដាក់សំណាញ់រុំពីលើហើយកប់តែម្ដងខ្ញុំអត់ប្រើសំណាញ់ដៃទេប្រើសំណាញ់ជ័រដោយសារវាស្រាលងាយស្រួលយើងលើកទុកដាក់ហើយអ្វីដែលពិបាកហ្នឹងគឺយើងពិបាកទាញឲ្យស្មើត្រូវបាញ់កប់ភ្ជាប់សំណាញ់ជាមួយឈើមួយសាសិនបានយកអាស័យទៅផ្គប់បាញ់ភ្ជិតពីលើឃើញពីប៉ុបចឹងគឺថាំងលឿនហើយស្រួលតែក៏ពិតទៅប៉ុណ្ណឹងខ្ញុំធ្វើឡើងមកព្រឹកហើយទ្រាំទៅហើយបើប៉ុណ្ណឹងឡើងបែកញើសខៀហ្មងខ្ញុំឆ្លៀតញ៉ាំទឹកដោះគោស៊ូណេជរ៉លបន្តិចដើម្បីបើកម្លាំងញ៉ាំទឹកដោះគោស៊ូណេជរ៉លមិនត្រឹមតែជួយកម្លាំងយើងបានភ្លាមទេថែមទាំងទទួលបានវីតាមីនប្រូតេអ៊ីនកាល់ស្យូមប៉ូតាស្យូមនិងសារធាតុចិញ្ចឹមយ៉ាងច្រើនទៀតស៊ូណេជរ៉លជាទឹកដោះគោស្រស់មកពីប្រទេសអូស្ត្រាលីញ៉ាំបានគ្រប់វ័យមនុស្សចាស់ពិសាហើយជួយការពារជំងឺពុកឆ្អឹងសម្រួលដល់ការគេងនិងជំនួយឆ្អឹងពួកគាត់ឲ្យរឹងមាំកុមារញ៉ាំហើយជួយឲ្យពួកគាត់ឆ្លាតវៃនិងលូតលាស់លឿនចំណែកស្ត្រីមានផ្ទៃពោះជួយដល់ទារកក្នុងផ្ទៃនិងសុខភាពរបស់ម៉ាក់ផ្ទាល់ផងដែរមានដល់ទៅ2ពណ៌ខៀវ full cream ចំណែកពណ៌កាឈូក skim meal ដែលអត់មានជាតិខ្លាញ់ទេស័ក្តិសមមែនទែនសម្រាប់ចង់រក្សារាងរក្សាទម្ងន់ញ៉ាំទៅដល់គោហើយឥឡូវធ្វើការបន្តទៀតអាស័យខ្ញុំដាក់ឡើង2ជាន់ត្រសំណាញ់ពីក្រោមមកជាន់ហើយដាក់ពីលើមកជាន់ទៀតដើម្បីវាស្មើសាច់ល្អពេលដាក់កូនមាន់ទៅអត់ជាជ្រុះប្រើសំណាញ់ជ័រស្រួលកាត់ប្រើតែកត្រៃធម្មតាកាត់ក៏បានដែរបើប្រើសំណាញ់ដែកវិញត្រូវយកកត្រៃដែកទៅមកកាត់សំណាញ់នេះខ្ញុំរុំជុំវិញទាំងអស់ហ្មងទាំងលើហើយនិងទាំងខាងក្រោយប៉ុន្តែដល់ពេលខាងមុខខ្ញុំដាក់តែពាក់កណ្ដាលទេទុកពាក់កណ្ដាលទៀតវាយអាស័យកឹបភ្ជាប់សម្រាប់ឲ្យមាន់ចឹកចំណីអាស័យដាក់ប្រឡោះក្បាលមាន់នេះក៏បានវាស់ហើយកាត់ទុកមុននេះដែរដាក់សំណាញ់ពាក់កណ្ដាលទៅនៅសល់ប៉ុណ្ណាវាស់ច្រាស់កាត់ភ្ជាប់តែម្ដងប៉ុន្តែពេលដាក់ឲ្យមានអារម្មណ៍ថាសង្ស័យតកូនមាន់រួចចេញតាមប្រឡោះហ្នឹងឯងមើលទៅតែចាំមើលលទ្ធផលដាក់ជាក់ស្ដែងបើសិនជាមាន់រួចអីដាក់សំណាញ់ជាប់ភាសាទៀតតាំងពីព្រឹកទល់យប់អត់ហ៊ានសម្រាប់ខំធ្វើឲ្យចប់ឲ្យហើយណាមួយចង់ប្រហើយការងារនឹងកុំឲ្យទុកយូរថ្ងៃខ្លាំងពេកហើយជាងណាដូចខ្ញុំខ្លាំងពេកដែលចាប់ផ្ដើមធ្វើអត់មានវាស់ដឹងប្រវែងជាក់ស្ដែងទេតើធ្វើហើយបានដឹងប្រវែងជាក់ស្ដែងសរុបមកទ្រង់មាន់របស់ខ្ញុំកម្ពស់1ម៉ែត្រទុក3តឹកកន្លះពីដីទទឹង1ម៉ែត្រដែរដោយវិញ2ម៉ែត្រហើយពុះចែកជា2ឥឡូវនេះទ្រង់មាន់របស់ខ្ញុំរួចជាស្ថាពរហើយអរគុណច្រើនបាយបាយ